ពីយប់មួយថ្ងៃក្រុងកំពតឆែកចាព្រឹកឡើងព្រលឹមអល់ក៏ទៅរកសុំទិញសម្បត្តិរថយន្តជាស្រ័យរថភ្លើងចាពេលទៅដល់ស្ថានីយ៍រថភ្លើងហ្នឹងគឺខ្ញុំទៅមុន1ម៉ោងហើយរថភ្លើងចេញនៅពេលព្រឹកម៉ោង7គឺថាអត់មានជាការចាំទេយើងទៅតាន់យើងទៅមិនតាន់គេចេញត្រុយបន្ទាប់មកក៏ឡើងទៅដល់កន្លែងសម្រួលអេយ៉ាបតអីអញ្ចឹងទៅក៏សឹកសៀវគ្នាប្រាប់ថាអូយដូចនៅលើយន្តហោះតែធាតពិតចាជើងជាប់ដីហើយបន្ទាប់មកក៏ស្រង់យកទេសភាពតាមផ្លូវនេះពេលទៅដល់តកៅអូយអ្នកអរគ្នាអើយហើយក៏សัตว์នេះក៏វាអញ្ចឹងទៀតហ្នឹងណាវាមកប៉ុណ្ណាំងឯងវាសម្ផស្សឯងវារៀងអែមដែរអញ្ចឹងទៅក៏សុំ end on នៅក្បែរអាដែងណែគៀនស្មៅហ្នឹងទៅហើយបន្ទាប់មកក៏ធ្វើជាការថតមួយចំហខ្លួនដើម្បីបង្ហាញពីរៀងដ៏ណែនក្តាន់ក្តាប់របស់នាងខ្ញុំចារួចហើយក៏មានអារម្មណ៍ថានេះថតបែបភ្លេចខ្លួនមួយមើលអីយ៉ាហ្នឹងសិសំដែងហ្នឹងមិនទៅដល់គេនឹកឃើញថតយើងទេព្រោះបងអូនស្រីខ្ញុំវាមិនសូវខ្វល់មួយខ្ញុំទេរឿងថតរឿងអីបើថាមិនបខំឲ្យវាថតហ្នឹងវាមិនថតយើងទេហ្នឹងហើយបើថាទូរស័ព្ទរបស់គេវិញខ្ញុំថតឡើងកាំងទូរស័ព្ទខ្ញុំហ្មងណាហើយបន្ទាប់មកក៏មានជាការតយមើលពីក្រោយអីអញ្ចឹងទៅហើយក៏ប្រាប់ថាអូនស្អាតមែនតែនមួយនេះអើយអញ្ញាណែនក្តាន់ហ្មងសាច់ហ្នឹងនិយាយលេងហ្នឹងនិយាយខ្លួនឯងក៏ពិតឃើញទេសភាពស្អាតហើយបន្ទាប់មកបងអូនស្រីខ្ញុំក៏កលេចទៅពីក្រោយខ្នងគេហ្នឹងក៏ឃើញភ្នំអូយនិយាយទៅជិះកាត់តកៅហើយនឹងកពតសុំតោះកែបស្អាតមែនតើពេលទៅដល់ភ្លាមក៏ check in បន្ទាប់ពី check in ហើយក៏ខ្ញុំញ៉ាំបាយញ៉ាំអីចឹងទៅក៏កាត់មកដល់ពេលយប់នេះពេលយប់ក៏បញ្ចេញសម្រស់បែបនារីសាច់ដុំចឹងណាចាហើយក៏ហែទឹកកាត់ភ្លៀងនេះភ្លៀងលឹមតិចណាអរគ្នាហើយក៏មានរន្ទះទៀតប៉ុន្តែធ្វើមិនទេបើនាងខ្ញុំជានារីរឹងមាំរន្ទះគឺថាมันអាចខាត់នេះខ្ញុំបានតែម្ដងបន្ទាប់ពីហែទឹកហើយក៏ធ្វើខ្លួនចេញទៅមិនចេញទៅរកស៊ីអីចាគេចេញទៅថតរូបចានាងខ្ញុំបានមកដល់គេហៅទឹករំផ្ការំហ៎អញ្ចឹងទឹករំអញ្ចឹងទៅអត់មានផ្កាហងមានតែខ្ញុំឲ្យចែទិញផ្កាមិនបើចែជាផ្កាវិញពូនោះហៅខ្ញុំផឹកទឹកដូងហើយខ្ញុំផឹកទឹកដូងមិនបើខ្ញុំជាដូងហីហើយតនត្រេនគេអ្នកអរគ្នានេះក៏បង្ហាញរឿងការស្លៀកពាក់បែបរញ៉េរញ៉ៃចាហើយនាងខ្ញុំមកឈរនៅកណ្ដាលផ្លូវហ្នឹងគឺថាថតរូបប៉ុន្តែខ្លាចឡានអូសគឺងាកក្រោយតែម្ដងហើយបន្ទាប់មកក៏រត់លេងទឹកភ្លៀង